គ្រប់ជាសួរទៅកាន់ពុកម៉ែបងប្អូនរបស់គ្នាដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកងហើយនេះគឺជាវត្តទី4នេះបានមកឃើញទូក2គ្រឿងទៀតហើយដូចជាវត្តបតុមមនីវ័នស្ដៅលើពុកម៉ែបងប្អូនរបស់គ្នាហើយសម្រាប់2គ្រឿងនេះគឺថាអែមែនតើដូចភ្លោះយ៉ាងពុកម៉ែបងប្អូនរបស់គ្នាហើយសម្រាប់ឈ្មោះវិញខាងនេះដូចជាបតុមមនីវ័នដែលចូលធបដីឆក់វៃចេះស្ដាអូឈ្មោះថាញាក់សាច់តែម្ដងហើយឈ្មោះនេះសម្រាប់មកគ្រឿងនេះវិញគឺថាអែមដែរដូចគ្នាហ្នឹងឈ្មោះដូចជាស្ដៅលើចេះស្ដាធបដីបារមីតេជោអូអែមពីគ្រឿងនេះតែមករំពែវិញគឺថាញាក់សាច់តែម្ដងកាយក្រាស់ស្អាតហ្នឹងសម្រាប់ចំណោះវិញច្បាស់ថាប្រហែលដែរប្រហែលជា75ទេតែមើលព្រោះຂະຫນាតវែងស្អាតណាស់នេះពុកម៉ែបងប្អូនគ្នារោងទូកចាក់សោចូលអត់បានចឹងបានតែថតតែ2មុខទេ